តើសម្បត្តិអាពាហ៍ពិពាហ៍និងអេតាស៊ីវិលមានន័យតែមួយនេះគឺជាសំណួរមួយទៀតរបស់បងប្អូនដែលបានសាកសួរមកខ្ញុំបានតាមទម្លាប់ពលរដ្ឋនិយាយពីអេតាស៊ីវិលកន្លងមកគឺពួកគាត់ចង់សំដៅទៅដល់សម្បត្តិអាពាហ៍ពិពាហ៍ប៉ុន្តែបើយើងពិនិត្យស៊ីជម្រៅពីអេតាស៊ីវិលមានវិសាលភាពជាងនេះអេតាស៊ីវិលនេះគឺជាពាក្យរបស់បារាំងដែលមានឫសគល់ប្រើប្រាស់នៅក្នុងសង្គមខ្មែររបស់យើងតាំងពីសម័យអាណានិគមបារាំងមកម្ល៉េះអេតាស៊ីវិលសំដៅទៅដល់ស្ថានភាពបុគ្គលជាកំណត់ត្រាស្ថានភាពផ្លូវច្បាប់របស់បុគ្គលម្នាក់ៗតាំងពីកើតរហូតដល់មរណភាពដែលភាសាសាមញ្ញហៅថាកើតការកប់តែទំនោររបស់ពលរដ្ឋតាំងពីពេលនោះមកពួកគាត់ផ្ដោតពាក្យអេតាស៊ីវិលនេះក្នុងន័យជាសំខាន់ទៅលើតែឯកសារផ្លូវច្បាប់ចំពោះចំណងអាពាហ៍ពិពាហ៍ដោយឡែកសម្បត្តិអាពាហ៍ពិពាហ៍គឺជាផ្នែកមួយនៃសម្បត្តិអត្រានុកូលដ្ឋានដែលរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ103អនក្របកចុះថ្ងៃទី29ខែធ្នូឆ្នាំ2000ហើយការចុះសម្បត្តិអាពាហ៍ពិពាហ៍ចាប់ផ្ដើមអនុវត្តពីឆ្នាំ2002មកដូច្នេះបងប្អូនគួរទម្លាប់ប្រើប្រាស់ពាក្យសម្បត្តិអាពាហ៍ពិពាហ៍ព្រោះជាពាក្យដែលមានចែងនៅក្នុងច្បាប់ដែលកំពុងតែត្រូវបានអនុវត្តនាពេលបច្ចុប្បន្នអរគុណប្រសិនបើបងប្អូនមានសំណួរអ្វីបន្ថែមអាចខមមិននៅខាងក្រោមវីដេអូនេះជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ